សួស្តីបងប្អូននេះគឺជាវិធីធ្វើស្ងោរស្លឹកម្រុំរបស់ខ្ញុំបងប្អូននិយាយទៅមុខម្ហូបមួយមុខហ្នឹងខ្ញុំក៏ដែលស្លដែរខ្ញុំសាកល្បងហើយបងប្អូនប៉ុន្តែឆ្ងាញ់មែនតែនចានេះគឺជាស្លឹកម្រុំដែលខ្ញុំបេះខ្លួនឯងដាំខ្លួនឯងក្រោយផ្ទះចាបេះបានមកក្តាប់ធំចាហើយខ្ញុំដាក់ស្ងោរយើងស្ងោរជាមួយសាច់ជ្រូក3ជាន់យើងច្រាមវាម្លេងហើយដាក់មួយបកាហើយដាក់ពងទាកបងបងប្អូនចាហើយយើងភ្លក់ដាក់គ្រឿងអីតាមចំណូលចិត្តចឹងទៅហើយមើលល្មមហើយយើងក៏បង់ស្លឹកម្រុំហ្នឹងណាបងប្អូននិយាយពីឆ្ងាញ់មែនតែនចាហួរដងស្លឹកហ្នឹងខ្ញុំចេះស្លតែជាមួយស្លកកូរទេចាឬក៏ស្លបហាចាអត់ដែរយកមកស្ងោរចឹងទេដល់ពេលស្ងោរអញ្ចឹងនិយាយពីឆ្ងាញ់ណាបងប្អូនណានិយាយពីឡើងផ្អែមចានិយាយទៅឆ្ងាញ់ចាភាគច្រើនណាខ្ញុំអត់ដឹងថាហ្នឹងគេយកមកស្ងោរកែទេចឹងទៅជួនកាលស្លឹកម្រុំរបស់ខ្ញុំទុកតទៅរៀងចាស់ហ៎ពួកខ្ជិលស្លកកូរវាហត់ពេកយោឥឡូវនេះដឹងវិធីម្ហូបស្ងោរនេះបងប្អូនណាឆ្ងាញ់ចាដាក់បកាក្រៀមអូយឆ្ងាញ់មែនតែនចាបងប្អូនណាដែរសាកល្បងនិយាយពីឆ្ងាញ់មែនតែន